បងប្អូនទេសនាគ្រប់គ្នាប្រទេសថៃពេលនេះកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើរឿងរ៉ាវនៃព្រះចេតិយដែលបានកសាងឡើងមានលក្ខណៈ3កំពូលចេតិយផ្សេងៗគ្នានៅចំណុចកណ្ដាលនៃតំបន់ព្រំដែនរវាងប្រទេសថៃនិងប្រទេសភូមាឬមីយ៉ាន់ម៉ានោះប៉ុន្តែយ៉ាងណាក៏ដោយតាមឯកសារនៃប្រវត្តិព្រំដែនសៀមមានៅក្នុងរជ្ជកាលព្រះបាទរាមាទី9របស់ស្ដេចសៀមនោះទ្រង់ទៅធ្វើព្រះរាជពិធីសម្ពោធផ្ទាល់នៅព្រះចេតិយទាំង3កំពូលនេះដោយព្រះចេតិយបុរាណ3កំពូលនេះមានទីតាំងស្ថិតនៅក្នុងភូមិនងលូឃុំនងលូស្រុកសង្ខេបបុរីក្នុងខេត្តកញ្ចនបុរីដោយស្ថិតនៅក្នុងតំបន់លិចធ្លោមួយកន្លែងនៃតំបន់ត្រួតស៊ីគ្នាមុំ3នៃចំណុចកណ្ដាលកំពូលរវាងដែនដីថៃនិងដែនដីមីយ៉ាន់ម៉ានោះដែលវាជាចំណុចទីតាំងនិងជាចំណុចបទដ្ឋានពិបាកនៅក្នុងការពុះកាត់ឬក៏បែងចែកទឹកដីគ្នាដែលវាជាតំបន់ត្រួតស៊ីគ្នាផងនោះនឹងមានភាពស្មុគស្មាញខ្លាំងណាស់ទើបចុងក្រោយស្ដេចសៀមនិងប្រធានាធិបតីមីយ៉ាន់ម៉ានៅសម័យកាលនោះប្រហែលក្នុងកំឡុងឆ្នាំ1929ក៏សម្រេចសាងសង់ព្រះចេតិយ3កំពូលផ្សេងគ្នានេះឡើងដោយស្ថិតនៅចំណុចកណ្ដាលនៃមុំ3ដីត្រួតស៊ីគ្នារវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ានោះតែម្ដងដើម្បីកុំឲ្យមានការដណ្ដើមយកដីពីគ្នាទៅវិញទៅមកហើយនៅក្នុងសន្ធិសញ្ញាបញ្ជាក់និងបញ្ចប់ក្តីវិវាទគ្នារវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃប្រហែលនៅក្នុងកំឡុងឆ្នាំ1929ក៏មានការចុះហត្ថលេខាលើសន្ធិសញ្ញានោះដោយលោកចៅហ្វាយខេត្តសៀមគឺខេត្តកញ្ចនបុរីផ្ទាល់តែម្ដងជាមួយនឹងប្រធានរដ្ឋមីយ៉ាន់ម៉ានៅសម័យកាលនោះដោយព្រះចេតិយ3កំពូលមានរាងជាអត្តកោណនិងមានកំពូល3ផ្សេងគ្នាដ៏ស្រស់ស្អាតជាតំណាងឲ្យច្រកចេញជួលទាំង3រវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាផងនោះតរហូតមកដល់សម័យកាលបច្ចុប្បន្ននេះដោយតំបន់មុំ3ឬក៏តំបន់ព្រះចេតិយ3មុំនោះវាគឺជាទីតាំងតំបន់ទេសចរបែបប្រវត្តិសាស្ត្រដ៏យូរលង់មកហើយនិងទាក់ទងទៅនឹងប្រវត្តិសាស្ត្រព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ានោះលក្ខណៈពិសេសក្នុងតំបន់ព្រះចេតិយ3មុំនោះគឺសម្រាប់ប្រជាជនថៃនិងប្រជាជនមីយ៉ាន់ម៉ាពួកគេអាចចេញជួលទេសនាដោយសេរីគឺមានត្រឹមតែអត្តសញ្ញាណប័ណ្ណសម្គាល់ជាតិរៀងៗខ្លួនតែប៉ុណ្ណោះគឺក្រុមប្រជាជននៃប្រទេសទាំងពីរថៃមីយ៉ាន់ម៉ានេះពួកគេអាចចេញជួលទេសនាដោយសេរីនិងសប្បាយរីករាយដើម្បីរៀនសូត្រនិងស្វែងយល់អំពីដំណើររឿងរ៉ាវនៃប្រវត្តិសាស្ត្រព្រំដែនប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនរីឯចំពោះជនជាតិថៃនិងជនជាតិភូមាឬក៏មីយ៉ាន់ម៉ានោះព្រះចេតិយទាំង3មុំនេះក៏តំណាងឲ្យភាពស្ងប់សុខនិងក្តីអធិដ្ឋាននិងមិនបង្កចំនួនទោះតែងដណ្ដើមដីគ្នាទៅវិញទៅមករវាងជាតិថៃឬក៏ជាតិសៀមនេះជាមួយនឹងជាតិភូមាឬក៏ជាតិមីយ៉ាន់ម៉ានេះត្រូវតែបញ្ចប់នៅក្នុងព្រះចេតិយនេះជារៀងរហូតតទៅដល់កូនចៅជំនាន់ក្រោយរបស់ពួកគេផងដែរ